Bah,ជំរាបសួរអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងមកនិយាយអំពី website render mode អញ្ចឹងយើងនិយាយអំពីអឺ mode ចំនួន3 CSS SSG ជាមួយនឹង ASO បាទអញ្ចឹងទី1គឺយើងទៅមើលពាក់ព័ន្ធជាមួយនឹង CSS ដែលមកពីពាក្យពេញclient side rendering បាទអញ្ចឹងពពួក client side rendering នេះគឺជាការ rendering method មួយដែល browser ធ្វើការ download minimal HTML file ជាមួយនឹង JS ឬក៏ JavaScript bundle ហើយដែល JavaScript ហ្នឹងវាធ្វើការ generate web page ទាំងមូលនឹងតែម្ដងនៅលើ browser របស់ user អញ្ចឹងពាក់ព័ន្ធជាមួយនឹង process របស់វាគឺទី1 user ហ្នឹងធ្វើការ request ទៅកាន់ website មួយហើយ server នឹងធ្វើការ send HTML file ជាមួយនឹង JS link ទៅកាន់ browser ហើយ browser នឹងធ្វើការ download ជាពពួក HTML ហើយនឹងបន្តមកទៀតវានឹងធ្វើការ download ពពួកstyle ដូចជា CSS ហើយនឹងពពួក JS ហើយ browser ធ្វើការ execute ពពួក framework ឬក៏ library ផ្សេងៗមកហ្នឹងហើយចុងក្រោយបានវាធ្វើការ load website display ចេញឲ្យមកយើងមូលហេតុដែលយើងប្រើ CSS ហ្នឹងគឺវាមានគុណសម្បត្តិរបស់វាទី1គឺវាជួយឲ្យ page transition របស់យើងដើរលឿនបន្ទាប់ពីធ្វើការ load លើកទី1ហើយទី2វា rich interactive user interface មួយទៀតគឺវាកាត់បន្ថយ server workload ដោយសារវា work នៅលើ client side ទេមួយទៀតវាល្អសម្រាប់ single page application ដែលយើងស្គាល់ថា SPA ហ្នឹងហើយគុណវិបត្តិវាក៏មានដែរពាក់ព័ន្ធជាមួយនឹងការ slow initial loading poor សម្រាប់ការធ្វើ SEO ដោយអត់មាន additional optimization ទេវាតម្រូវឲ្យ JavaScript enable ហើយយើងភាគច្រើនប្រើ CSS នៅពេលដែលយើងធ្វើជាពួក admin dashboard ពួក project management system email application ហើយនឹង chat application ក៏ដូចជា banking dashboard internal company system ផ្សេងៗហ្នឹងទៅមួយទៀតទី2ពាក់ព័ន្ធជាមួយនឹង SSG ដែលជាពពួក static site generation ជាពពួក static site generation នេះគឺជាការបង្កើត HTML page កំឡុងពេលដែលយើងធ្វើការ build process មុនពេលដែល user ចូលទៅមើល website ជំនួសឲ្យការ generate page រាល់ពេលដែលធ្វើការ request អញ្ចឹងវា simple ក្នុងការ pre build HTML អញ្ចឹងគេមាន data មាន component មាន content មាន template អីហើយស្រាប់ដាក់តម្លាក់វាទៅលើ static site generator ហើយយើងអាចទទួលបាន website មកហ្មង process វាអត់សូវស្មើដូចផ្សេងៗទេមូលហេតុដែលយើងប្រើ SSG នេះគឺវាមានគុណសម្បត្តិរបស់វាពាក់ព័ន្ធជាមួយនឹងការ loading វាលឿនខ្លាំងដោយសារវាអត់ត្រូវការ fetch data ចេញមកពីណាទេវាល្អសម្រាប់ SEO ដែរហើយការ hosting ក៏ចំណាយអស់តិចក្នុងការ hosting ហើយ security ក៏វាខ្ពស់ដែរដោយសារវាអត់មានត្រូវការ server code running per request អីទេអញ្ចឹងវាអត់មានtransaction ញ៉ៃច្រើនទេទីមួយទៀតគឺវា easy ងាយស្រួលក្នុងការ CDN deployment គុណវិបត្តិរបស់វាក៏មានខ្លះដែរវាតម្រូវឲ្យធ្វើការ rebuild site បន្ទាប់ពី content មានការ change អញ្ចឹងដោយសារតែវាមានអ្វីៗនៅក្នុង code ទាំងមូលមកយើងនៅពេលដែលយើងត្រូវការ change អីមួយយើងអាចធ្វើការ update នៅលើអីតិចតួចបានទេគឺយើងត្រូវចូលទៅកាន់ code ដើម្បីកែយកតែម្ដងមួយទៀតគឺវា not ideal សម្រាប់ frequently changing data អញ្ចឹងនៅពេលដែល website ដែលយើងត្រូវការ change data ច្រើនញឹកញាប់គឺអត់prefer ក្នុងការធ្វើពពួក SSG នេះទេអញ្ចឹងពេលណាដែលយើងគួរប្រើ SSG នេះអញ្ចឹងពពួកនេះភាគច្រើនគេប្រើនៅលើ company website
ដែលពពួក company website portfolio website blog documentation loading page marketing website ឯនេះអញ្ចឹងភាគច្រើនដូចយើងមើលទៅលើ company website portfolio website នេះ company website ភាគច្រើនគេមិនងាយក្នុងការកែប្រែអីច្រើនទេដោយសារគេមានbranding របស់គេអញ្ចឹងអត់សូវមានអីកែប្រែច្រើនទេយូរមានការកែប្រែបន្ថែមទីតាំងឬក៏ផ្លាស់ប្ដូរសាខានៅកន្លែងណាមួយតិចតួចអញ្ចឹងទៅឬក៏ដូរលេខទូរស័ព្ទតែវាកម្រនឹងមានណាហើយបើទោះបីជាមានក៏ត្រូវមានការព្រូពីខាងលើអីវែងឆ្ងាយច្រើនដែរវាមិនមានការផ្លាស់ប្ដូរភ្លាមអីទេពពួក portfolio website នេះក៏ដូចគ្នាយើងត្រូវការ update យូរមានការ update រូបមួយស្លឹកអីចឹងទៅយូរមានការ update ទៅលើ experience មួយអីចឹងទៅឬក៏ប្រវត្តិនៃការសិក្សាមួយអីចឹងទៅអញ្ចឹងវាកម្រនឹងមានការផ្លាស់ប្ដូរអញ្ចឹងយើងអាចប្រើជាពួក SG នេះបានមួយទៀតទី3ពាក់ព័ន្ធជាមួយនឹង SEO server side rendering អញ្ចឹងពពួក server side rendering វាធ្វើការ generate HTML នៅលើ server រាល់ពេលដែល user ធ្វើការ request page មួយយកប្រើអញ្ចឹងវាធ្វើការrender នៅលើ server អញ្ចឹង server វានឹងធ្វើការ process ក្នុងការ request render page ហើយនឹង send HTML ដែលរួចរាល់ក្នុងការ display ទៅកាន់ browser អញ្ចឹងនេះគឺជា process របស់វាគឺ user ធ្វើការ request site server create ready HTML file មួយ browser ធ្វើការ render HTML ប៉ុន្តែវាអត់ទាន់ interactive ទេតតែ browser ហ្នឹងវាធ្វើការ download JS ហើយ browser execute JS ហើយបាន website មួយហ្នឹងវា fully interactive មូលហេតុដែលយើងប្រើពពួក SEO នេះ server side rendering នេះគឺវាមានអត្ថប្រយោជន៍វាល្អខ្លាំងសម្រាប់ SEO វាដំណើរការលឿននៅ first content display វា dynamic personalized content វាល្អសម្រាប់ social media preview ដែរហើយគុណវិបត្តិរបស់វាក៏មានដែរពាក់ព័ន្ធជាមួយនឹង high server load ដោយសារតែវា work ខ្លាំងនៅលើ server អញ្ចឹងយើងត្រូវមើលទៅលើ server យើងដែរថា server យើងអាចត្រូវត្រង់បានកម្រិតណាហើយកម្រិតណាហើយអាចដើរលឿនដែរអត់នៅពេលប្រើពពួកនេះអញ្ចឹងអាចសិក្សាពពួក server មុនសិនហើយវាអាចធ្វើការ slow page transition បើ compare ទៅនឹង CSO ប៉ុន្តែបើយើងមានជាពួកអីដែលអាចជួយវាបានក៏វាអាចលឿនទៅតាម technology ដែលយើងប្រើដែរវា more complete infrastructure ដូចគ្នាហើយពីច្រើនយើងប្រើវានៅលើពពួក e-commerce website ពពួកwebsite ព័ត៌មានពពួក booking system social media platform search engine ហើយនឹងពពួក website ជាមួយនឹង personalized content អីចឹងទៅបាទអញ្ចឹងយើងមកមើលកន្លែងនេះតិចបាទពាក់ព័ន្ធជាមួយនឹងឧទាហរណ៍ខ្លះយើងចូលមើល ASO CSO សំទោសអញ្ចឹង flow របស់វាខ្ញុំអត់ចាំបាច់និយាយច្រើនអីទេទីមួយពាក់ព័ន្ធនឹង server browser download JS execute API ទៅការ request display UI មកចឹងនេះគឺជាការ live demo data ទាំងអស់នេះវាទៅការ fetch មកពី client side ប្រើ user effect អញ្ចឹងវានៅ loading state អញ្ចឹងនេះគឺវាជាការបង្ហាញពាក់ព័ន្ធជាមួយនឹង browser rendering timeline ឲ្យយើងបានឃើញណាថាtimeline ណាវាដំណើរការដល់កម្រិតដល់ដំណាក់កាលណាអញ្ចឹងនៅ zone millisecond នេះគឺ user ចូល visit ទៅលើ page អញ្ចឹង browser ទៅការ receive minimal HTML ជាមួយនឹង loading state មកអញ្ចឹង500ទៅដល់2000 millisecond នេះ JavaScript ចាប់ដើម load break bundle download ហើយនឹង execute អញ្ចឹងទៅហើយ user fetch trigger data ចាប់ដើម fetch ching begin ពី browser មកហើយ data receive API response ជាមួយនឹង data UI ទៅការ update អញ្ចឹងទៅអញ្ចឹងអានេះគឺជា code sample របស់ CSO បាទពាក់ព័ន្ធជាមួយនឹង client side rendering បាទហើយមួយទៀតពាក់ព័ន្ធជាមួយនឹង ASG
បាទ static site generation ដែលវាពិសេសគឺអត់មានអីស្មុគស្មាញច្រើនទេអានេះគឺជា build timestamp timestamp នេះគឺ timestamp នេះវាបង្ហាញនៅពេល HTML generate refresh page វាអត់មានការផ្លាប់ប្ដូរច្រើនទេដោយសារវាជាពពួក static អញ្ចឹងគេនេះស្រាប់ហើយគ្រាន់តែ timestamp នេះគ្រាន់តែបញ្ជាក់ថានៅពេល refresh អត់មាន data ណាប្រែប្រួលទេអញ្ចឹងណាបាទហើយនេះគឺជា code sample ពាក់ព័ន្ធជាមួយនឹង SG static site generation មួយទៀតពាក់ព័ន្ធជាមួយនឹង SR server side rendering បាទជា server side rendering នេះrequest timeline rendering user ទៅការ request navigate ទៅកាន់ page server fetch data មក server fetch data ចេញពី API ឬក៏ database មក render HTML server generate HTML ជាមួយនឹង data browser receive HTML វានឹងធ្វើការget fully render HTML មកហើយ hydrate page មកតែម្ដងអញ្ចឹងអានេះពាក់ព័ន្ធជាមួយនឹង server time របស់យើងអានេះ time ចេញពី server ដែលចង់បញ្ជាក់ថានៅពេលដែលយើង refresh ហ្នឹងគឺវាបាន data ថ្មីចេញពី server ចំណុចអញ្ចឹងណាជាង refresh មកឃើញdata ថ្មីចេញមកវា load data ថ្មីមកឲ្យអូខេអានេះដូចគ្នាពាក់ព័ន្ធជាមួយនឹង code example ដែលមាន cost res async function get data នេះបាទអញ្ចឹងយើងមកទៅការ compare វិញតិចពាក់ព័ន្ធជាមួយនឹង mode ទាំង3ហ្នឹងអញ្ចឹងអានេះចំពោះ CSR នេះវាធ្វើការ download link JavaScript ហើយបាន display content load success ចំពោះ SG នេះវាមាន instant HTML មាន HTML set ហើយវាគ្រាន់តែធ្វើការ delivery ទៅ content នឹង load success ពួក SR វា server generate អ្នក generate បាទអញ្ចឹងយើងមើលទៅលើ feature compare មួយចំនួនទៅលើវាអញ្ចឹងពាក់ព័ន្ធជាមួយនឹងការ compare CSR SG ជាមួយនឹង SR ចឹងមកយើងមើល initial load CSR វា slow ជាងវាមាន blank screen ណាបើ SG វា instant ហើយនឹង SR វាដំណើរការលឿនដោយសារ HTML វា ready ចំពោះ SEO វិញគឺ CSR គឺវាអត់ល្អទេចំណែក SG និង SR វាដំណាក់ធ្វើល្អបាទ excellent perfect មក performance វា good បន្ទាប់ពី load ហើយចំពោះ SG វា excellent ហើយ SR good ចំពោះ data freshness មាន data បានថ្មីហ្មងពួក CSR វា real time បាទ real time ហើយនឹងពពួកនេះ stall until rebuild អញ្ចឹងតោះតែយើងធ្វើការ rebuild វាបានវាបាន data ថ្មីមកអានេះ fresh per request តោះ request មួយបាន data ថ្មីមួយវា real time ដូចនេះទេ hosting នៅលើ any CDN ចំពោះ SG នេះបាននៅលើ static CDN ទេហើយចំពោះ SR Node.js server build time ពពួក CSR នេះគឺអត់មានទេSR ក៏អត់មាន build time ដែរបើ SG មាន build time long ចំណែកពេល build time long ដោយសារវាត្រូវការ build ជាមុនចំពួកនេះអត់ត្រូវការ build time ទេតើយើង request ឬក៏អីមក rendering location នៅលើ browser ចំពោះ CSR SG នៅលើ build time ទេហើយពពួក SR វា build time វិញនៅលើ rendering location វិញនៅលើ server ពពួក caching វិញCSR នៅលើ browser តែមួយគត់ SG នៅលើ CMD ផង browser ផងចំពោះ SR នៅលើ server ផង CDN ផង API call ពី browser មកចំពោះ CSR SG វា call នៅ build time ចំពោះ SR វា
call មកពី server ត្រឡប់មកវិញហើយចំពោះ user experience វិញវាមាន loading spinner បាទមានន័យថារងចាំណា instant content ចំពោះSG បាទASO វាដំណើរការលឿនជាមួយhydration ចំពោះscalability បាទមានការ scale system ពពុះprogram របស់យើងឲ្យធំជាងនឹងឬក៏មិនទៅCSO វា high potential ចំពោះ SG very high ចំពោះ SO វា medium វាល្អពពុះCSO នេះវាល្អសម្រាប់ពពុះinteractive app ហើយចំពោះ SG នេះល្អសម្រាប់marketing side ហើយចំពោះ SO វាល្អសម្រាប់ពួក dynamic content បាទអូខេចប់ហើយមានតែប៉ុណ្្នឹងបាទអរគុណច្រើន